ស្ដីបងប្អូនឥឡូវបានពងទាជាមួយនឹងត្រីងៀតបងប្អូនបាទកាត់កង់ជៀនឥឡូវបានពងទាពីរគ្រាប់ហើយនេះឥឡូវលាងទឹកឲ្យស្អាតសិនបាទយើងចំហុយឆ្អិនហើយបងប្អូនចំហុយឆ្អិនឥឡូវយើងចាប់ផ្ដើមបកវាបាទចលក់ជាមួយទឹកត្រី7ទុំយើងបងប្អូនបាទបកវាហើយទៅបាទយើងញ៉ាំបានបាទចលក់ទឹកត្រីពុទុំនឹងអែមហ្មងបាទជាប់ភ្នៅបងប្អូនបាទបកដូចជាប់ភ្នៅល្អណាស់បងប្អូនហើយបាទស្ងោរកុំឲ្យវាឆ្អិនពេកតែវាឆ្អិនអត់ឆ្ងាញ់ទេបងប្អូនបាទហើយជាប់ភ្នៅក្រហមមិនអែមបាទឥឡូវបកវាចឹងទៅឲ្យវាអស់សម្បកចឹងទៅហ្នឹងហើយជៀនត្រីងៀតបានពី3ចំណិតមកទៀតបងប្អូនបាទភ្ជាប់ជាមួយគ្នាទៅផ្សំគ្នារួចមកពេលទៀតបងប្អូនតំណងបងប្អូនហើយនេះដាក់មួយមើលវាយ៉ាងម៉េចដែរអូអូខេបងប្អូនបាទមានបាយមានត្រីងៀតទាំងទៅហ្នឹងហើយម្ហូបងាយបងប្អូនបាទពងទាស្ងោរឆ្អិនទៅលក់មកជាប់ភ្នៅមកដល់ឆ្ងាញ់បងប្អូនមានកម្លាំងទៀតហ្នឹងហើយអូដល់អែមនោះអត់តលន់ទេបងប្អូនឆ្ងាញ់ណាស់ដាក់ត្រីនេះមួយម៉ាត់សិនវារសជាតិប៉ុណ្ណាដែរបើជៀនអូដាក់ចលក់7ទុំទៀតបាទអត់មានខ្ទឹមបារាំងទេមួយថ្ងៃហ្នឹងដាក់តែ7ទុំទៅទេបានខ្ទឹមបារាំងមកផ្ទាត់ម្សៅទៀតអែមមកមិនថៃទេថ្ងៃមានក៏ដាក់វាអត់ក៏អត់ចឹងទៅតាមដំណើរបងប្អូនបាទបាទឆ្ងាញ់បងប្អូនបាទអរគុណបងប្អូនដែលបានតាមដាន